สัตว์រមាសឬ Rhinoceros ឬ Rhino គឺជាសត្វចតុក្បាលសត្វជើង4ថានិកសត្វក្នុងដីដ៏ធំបំផុតមួយប្រភេទដែលស្ថិតក្នុងចំណោមសត្វដែលរងការគំរាមកំហែងនិងជិតផុតពូជបំផុតនៅលើពិភពលោកខាងក្រោមនេះជាការពិពណ៌នាលម្អិតអំពីលក្ខណៈរូបរាងជីវសាស្ត្រនិងស្ថានភាពរបស់វា 1. លក្ខណៈរូបរាងនិងកាយវិភាគវិទ្យាទំហំនិងទម្ងន់រមាសជាសត្វដែលមានរូបរាងធំបន្ទាប់ពីសត្វដំរីអាស្រ័យលើប្រភេទរបស់វារមាសអាចមានទម្ងន់ចាប់ពី800គីឡូក្រាមរហូតដល់លើសពី2300គីឡូក្រាមដូចជារមាសសស្បែកវាមានស្បែកក្រាស់ៗនិងមានផ្នត់មើលទៅដូចជាអាវក្រោះការពារខ្លួនស្បែករបស់វាភាគច្រើនមានពណ៌ត្រផេះឬត្នោតកាម៉ៅគ្មានរមាសណាដែលមានពណ៌សឬខ្មៅពិតប្រាកដដូចឈ្មោះហៅក្រៅរបស់វានោះទេកម្រៅ optional ឬកុយស្នែងលក្ខណៈពិសេសបំផុតរបស់រមាសគឺកុយនៅលើច្រមុះរបស់វាប្រភេទខ្លះមានកុយមួយហើយខ្លះទៀតមានកុយពីរកុយនេះមិនមែនធ្វើពីឆ្អឹងនោះទេប៉ុន្តែវាផ្សំឡើងពីសារធាតុកេរ៉ាទីនសារធាតុដូចសក់និងក្រចកមនុស្សយើងដែរ 2. អាហារនិងការរស់នៅចំណីអាហាររមាសជាសត្វស៊ីរុក្ខជាតិជាអាហារ herbivore វាស៊ីស្មៅស្លឹកឈើមែកឈើតូចនិងផ្លែឈើព្រៃអត្តចរិតជាទូទៅរមាសជាសត្វចូលចិត្តរស់នៅឯកោលើកលែងតែរមាសសដែលអាចរស់នៅជាក្រុមតូចទោះបីជាវាមានរូបរាងធំនិងមើលទៅយឺតយ៉ាវប៉ុន្តែនៅពេលវាខឹងឬផ្អើលវាអាចរត់បានលឿនរហូតដល់50គីឡូម៉ែត្រក្នុង1ម៉ោងភ្នែកនិងច្រមុះរមាសមានភ្នែកខ្សោយមើលមិនសូវច្បាស់នោះទេប៉ុន្តែវាមានច្រមុះនិងត្រចៀកពូកែខ្លាំងណាស់ដែលអាចហិតក្លិននិងស្ដាប់សំឡេងដឹងពីគ្រោះថ្នាក់បានពីចម្ងាយ 3. ប្រភេទរមាសនៅលើពិភពលោកបច្ចុប្បន្នពិភពលោកមានរមាសចំនួន5ប្រភេទដែលនៅសេសសល់រមាសស White Rhino មានប្រភពនៅអាហ្វ្រិកជាប្រភេទដែលមានទំហំធំជាងគេរមាសខ្មៅ Black Rhino មានប្រភពនៅអាហ្វ្រិកមានបបូរមាត់លើស្រួចសម្រាប់បេះស្លឹកឈើរមាសឥណ្ឌា Greater One-Horned Rhino មានគុយតែមួយនិងមានស្បែកដូចអាវក្រោះក្រាស់រមាសសូម៉ាត្រា Sumatran Rhino ជាប្រភេទតូចជាងគេនិងមានរោមច្រើនជាងគេជិតផុតពូជបំផុតរមាសជ្វា Javan Rhino មានគុយមួយនិងជិតផុតពូជបំផុតដូចគ្នាចំណាំសម្រាប់ប្រទេសកម្ពុជាកាលពីអតីតកាលប្រទេសកម្ពុជាធ្លាប់មានវត្តមានរមាសរស់នៅដូចជារមាសជ្វានិងរមាសសូម៉ាត្រាដែលមានភស្តុតាងនៅលើចម្លាក់ប្រាសាទអង្គរវត្តប៉ុន្តែបច្ចុប្បន្នពួកវាត្រូវបានផុតពូជពីព្រៃធម្មជាតិរបស់កម្ពុជាបាត់ទៅហើយដោយសារការបរបាញ់និងការបាត់បង់ជម្រក 4. ការគំរាមកំហែងនិងការអភិរក្សមូលហេតុចម្បងដែលធ្វើឲ្យសត្វរមាសឈានទៅរកការផុតពូជគឺការបរបាញ់ខុសច្បាប់ដើម្បីយកគុយមានជំនឿខុសឆ្គងជាច្រើនក្នុងឱសថបុរាណអាស៊ីថាគុយរមាសអាចព្យាបាលជំងឺផ្សេងឬជាតំណាងឲ្យភាពមានបាននិងអំណាចបច្ចុប្បន្នអង្គការអន្តរជាតិនិងរដ្ឋាភិបាលជាច្រើនកំពុងពង្រឹងច្បាប់ការពារយ៉ាងតឹងរ៉ឹងដើម្បីសង្គ្រោះសត្វដ៏កម្រនេះកុំឲ្យរលាយបាត់ពីភពផែនដីលក្ខណៈពិសេសរបស់សត្វរមាសមានភាពប្លែកនិងខុសប្លែកពីសត្វថនិកសត្វដទៃទៀតដែលធ្វើឲ្យពួកវាជារូបភាពតំណាងឲ្យភាពរឹងមាំនិងការរស់រានតាំងពីសម័យបុរេប្រវត្តិខាងក្រោមនេះជាចំណុចពិសេសនិងអស្ចារ្យបំផុតរបស់សត្វរមាស 1. កុយឬស្នែងដែលមិនមែនជាឆ្អឹងផ្សំឡើងពីសក់និងក្រចកលក្ខណៈពិសេសបំផុតរបស់រមាសគឺកុយរបស់វាខុសពីស្នែងសត្វដទៃទៀតដូចជាគោឬក្តាន់ដែលដុះចេញពីឆ្អឹងកុយរមាសផ្សំឡើងពីសារធាតុខេរ៉ាទីនដែលជាសារធាតុតែមួយដែលមាននៅក្នុងសក់និងក្រចកមនុស្សយើងដុសឡើងវិញបានប្រសិនបើកុយរបស់វាបាក់ឬត្រូវបានកាត់ដោយមិនប៉ះពាល់ដល់ឫសចាស់
វាអាចដោះវែងមកវិញបន្តិចម្ដងបានដូចនេះ 2. ស្បែកក្រាស់ដូចអោក្រោះស្បែករបស់រមៀសមានកម្រាស់ក្រាស់ខ្លាំងអាចក្រាស់រហូតដល់5សង់ទីម៉ែត្រនិងមានផ្នត់មើលទៅដូចជាអោក្រោះដែករបស់អ្នកចម្បាំងបុរាណទោះបីជាស្បែកវាក្រាស់មែនប៉ុន្តែវាងាយរងគ្រោះនឹងកម្ដៅថ្ងៃនិងសត្វល្អិតខាំណាស់ហេតុនេះហើយទើបរមៀសមានទម្លាប់ពិសេសមួយគឺចូលចិត្តដេកននៀលក្នុងភក់ដើម្បីការពារស្បែកពីកម្ដៅថ្ងៃនិងការពារកុំឲ្យសត្វល្អិតទិចឬខាំ 3. ការបាត់បង់តុល្យភាពរមៀសមានលក្ខណៈពិសេសត្រង់ថាវិញ្ញាណទាំង5របស់វាដុះដាលមិនស្មើគ្នាទាល់តែសោះភ្នែកខ្សោយខ្លាំង blind spot ភ្នែករបស់វាខ្សោយខ្លាំងរហូតដល់ថ្នាក់វាមិនអាចមើលឃើញមនុស្សឬសត្វដែលឈរនៅស្ងៀមក្នុងចម្ងាយលើសពី30ម៉ែត្រនោះទេច្រមុះនិងត្រចៀកពូកែដាច់គេដើម្បីប៉ះបូរភ្នែកខ្សោយរមៀសមានវិញ្ញាណហែកក្លិននិងស្ដាប់សំឡេងខ្លាំងអស្ចារ្យវាអាចដឹងពីវត្តមានរបស់សត្រូវឬប្រភពទឹកពីចម្ងាយរាប់គីឡូម៉ែត្រតាមរយៈខ្យល់បក់ 4. រូបរាងធ្ងន់ប៉ុន្តែល្បឿនលឿនដូចព្រួញកុំមើលងាយរូបរាងដ៏ធំធាត់ជើងខ្លីៗនិងទម្ងន់រាប់តោនរបស់វាអីសោះនៅពេលមានអាសន្នឬនៅពេលវាខឹងរមៀសអាចរត់សន្ទុះក្នុងល្បឿនចន្លោះពី40ទៅ50គីឡូម៉ែត្រក្នុង1ម៉ោងដែលល្បឿននេះគឺលឿនជាងមនុស្សដែលរត់លឿនបំផុតនៅលើโลกទៅទៀត 5. មិត្តភាពប្លែកជាមួយសត្វស្លាប Oxpecker យើងជឿថាអ្នកធ្លាប់ឃើញសត្វបក្សីទូចទុំនៅលើខ្នងរមៀសនេះជាទំនាក់ទំនងពិសេសបែបស៊ីសង្វាក់គ្នា Symbiosis សត្វស្លាបទាំងនោះជួយចឹកស៊ីសត្វល្អិតដូចជាចៃឬដង្កែនៅលើស្បែករមៀសធ្វើជាអាហារហើយនៅពេលមានគ្រោះថ្នាក់ខិតជិតមកដល់សត្វស្លាបទាំងនោះនឹងហើរផ្អើលនិងស្រែកដែលជាសញ្ញាប្រកាសអាសន្នប្រាប់រមៀសឲ្យដឹងខ្លួនមុនជានិច្ចសង្ខេបលក្ខណៈពិសេសទាំងអស់នេះហើយដែលធ្វើឲ្យរមៀសក្លាយជារត់ក្រោះមានជីវិតនៅក្នុងព្រៃទោះបីជាវាមានអាវុធនិងឱក្រោះការពារខ្លួនធម្មជាតិរឹងមាំយ៉ាងណាក៏ដោយក៏ពួកវានៅតែមិនអាចការពារខ្លួនពីការប្រមាញ់របស់មនុស្សបានឡើយដែលធ្វើឲ្យពួកវាក្លាយជាសត្វកម្របំផុតមួយនាពេលបច្ចុប្បន្ន 4. រូបរាងធ្ងន់ប៉ុន្តែល្បឿនលឿនដូចព្រួញកុំមើលងាយរូបរាងដ៏ធំធាត់ជើងខ្លីៗនិងទម្ងន់រាប់តោនរបស់វាឲ្យសោះនៅពេលមានអាសន្នឬនៅពេលវាខឹងរមៀសអាចរត់សន្ទុះក្នុងល្បឿនចន្លោះពី40ទៅ50គីឡូម៉ែត្រក្នុង1ម៉ោងដែលល្បឿននេះគឺលឿនជាងមនុស្សដែលរត់លឿនបំផុតនៅលើโลกទៅទៀតក្រោយពីមានរូបរាងធំធាត់ស្បែកក្រាស់និងមានកុយដ៏គួរឲ្យខ្លាចសត្វរមៀសនៅមានរឿងប្លែកៗនិងអាចកំបាំងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងខាងក្រោមនេះជារឿងប្លែកៗនិងហួសចិត្តខ្លះៗរបស់រត់ក្រោះមានជីវិតមួយនេះ 1. ពួកវាប្រើប្រាស់បង្គន់រួមដើម្បីផ្ញើសារឡានសម្បត្តិលាមករមៀសមានទម្លាប់ប្លែកមួយគឺពួកវាតែងតែទៅបត់ជើងធំនៅកន្លែងដដែលរួមគ្នាដែលគេហៅថា Midden បង្គន់រួមប្លែកត្រង់ថាលាមករបស់រមៀសនីមួយៗមានក្លិនខុសៗគ្នានៅពេលរមៀសមួយក្បាលមកហិតក្លិនលាមកនៅទីនោះវាអាចដឹងភ្លាមថាតើរមៀសណាខ្លះបានមកទីនេះពួកវាមានសុខភាពល្អទេហើយមានរមៀសញីណាកំពុងចង់បង្កាត់ពូជដែរឬទេវាប្រៀបដូចជាបណ្ដាញសង្គម Facebook របស់សត្វរមៀសដែលពួកវាប្រើសម្រាប់តាក់ទងគ្នាអញ្ចឹង 2. ទឹកនោមរបស់វាជាកំភ្លើងបាញ់ទឹករមៀសឈ្មោលមិនគ្រាន់តែបត់ជើងតូចធម្មតានោះទេនៅពេលវាចង់ប្រកាសទឹកដីរបស់វាអាចបាញ់ទឹកនោមទៅក្រោយបានចម្ងាយរហូតដល់3ទៅ4ម៉ែត្រទៅលើដើមឈើឬគុម្ពោតព្រៃការធ្វើបែបនេះគឺដើម្បីបន្សល់ទុកក្លិនប្រមៀនដល់រមៀសដទៃកុំឲ្យចូលមកក្បែរ 3. លេការពារកម្ដៅថ្ងៃធ្វើពីភក់ទោះបីជាស្បែករបស់វាមើលទៅក្រាស់ខ្មឹកដូចអាវក្រោះប៉ុន្តែវាប្រហោងនិងងាយរងគ្រោះដោយសារកម្ដៅថ្ងៃនិងសត្វល្អិតខាំណាស់ព្រោះស្បែកវាមិនមានរោមការពារដើម្បីដោះស្រាយបញ្ហានេះរមៀសតែងតែដេកននៀលក្នុងភក់ជារៀងរាល់ថ្ងៃនៅពេលភក់នោះស្ងួតវានឹងក្លាយជាស្រទាប់ការពារកម្ដៅថ្ងៃ Sunscreen និងការពារសត្វល្អិតយ៉ាងមានប្រសិទ្ធភាព 4. គុយរបស់វាអាចដោះវែងមកវិញបានដោយក្រចកដៃមនុស្សជាច្រើនគិតថាបើកាត់គុយរមៀស
វាដាច់ខាតនឹងត្រូវងាប់ប៉ុន្តែតាមពិតទៅគុយរមាសមិនមែនជាឆ្អឹងទេវាជាជាតិសរសៃសក់ keratin នៅក្នុងជំរកអភិរក្សខ្លះគេបានកាត់គុយរមាសចេញដោយមានបច្ចេកទេសត្រឹមត្រូវដើម្បីការពារពួកវាពីព្រានព្រៃហើយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកគុយនោះក៏ដុះវែងមកវិញដូចដើមដោយមិនធ្វើឲ្យសត្វរមាសឈឺចាប់ឬស្លាប់នោះឡើយ 5. សំឡេងយំដូចកូនក្មេងយំឬសត្វបក្សីឃើញរូបរាងធំគួរឲ្យខ្លាចបែបនេះប៉ុន្តែរមាសមិនចេះក្រហមដូចខ្លាឬបន្លឺសំឡេងខ្លាំងដូចដំរីនោះទេពួកវាតាក់ទងគ្នាដោយប្រើសំឡេងប្លែកៗដូចជាសំឡេងធ្ងរងក់ៗសំឡេងស្រែកស្រួយៗដូចកូនក្មេងយំឬពេលខ្លះស្រែកដូចសត្វបក្សីនិងមានសំឡេងម្យ៉ាងទៀតដែលស្រដៀងនឹងការកណ្ដាស់ផងដែររៀង 6 ឈ្មោះខុសពីការពិតរមាសសនិងរមាសខ្មៅនៅអាហ្វ្រិកមានរមាសស White Rhino និងរមាសខ្មៅ Black Rhino ប៉ុន្តែពួកវាទាំងពីរប្រភេទសុទ្ធតែមានពណ៌ប្រផេះដូចគ្នាទាំងអស់ពាក្យថា White មកពីការយល់ច្រឡំនៃពាក្យ Afrikaner គឺពាក្យថា White ដែលប្រែថាធំទូលាយចង់សំដៅលើមាត់វាធំសម្រាប់ដើរស៊ីស្មៅប៉ុន្តែជនជាតិអង់គ្លេសស្ដាប់ច្រឡំថា White ពណ៌សក៏ហៅរមាសសជាប់រហូតមកចំណែកឯរមាសមួយប្រភេទទៀតដែលមានមាត់ស្រួចគេក៏នាំគ្នាហៅវាថារមាសខ្មៅដើម្បីឲ្យផ្ទុយគ្នាតែម្ដងទៅ